វីដេអូនេះផ្ញើជូនអ្នកដែលចូលចិត្តញ៉ាំសាច់ឆៅរបស់ឆៅនឹងបងប្អូនកាត់បន្ថយបានគួរតែកាត់បន្ថយខ្លះទៅគឺវាអត់សូវល្អហ្មងទេនេះគេធ្វើការពិសោធន៍ណាបងប្អូនឲ្យគេចិត្តសាច់គោមិនតែមិនចំណិតទូចទេបងប្អូនយកមកដាក់មើលបែបនេះបងប្អូនឲ្យឃើញដូចព្រូនដូចតេនញ៉ាស្អីគេនេះបងប្អូនវែងយកឃើញឲ្យពិតជាញើតខ្លាំងមែនតែនមូលហេតុនេះឲ្យបានគេមិនសូវឲ្យយើងហូបសាច់ឆៅរបស់ឆៅបន្លែឆៅអីច្រើនហ្នឹងបងប្អូនដោយសារតែមើលនៅភ្នែកទេគេថាឃើញទេបងប្អូនចាំមិនគេហាមមិនឲ្យញ៉ាំសាច់ឆៅច្រើនពេលដោយសារតែខ្លាចកើតសត្វល្អិតនឹងអៀនតេនញ៉ាអីចឹងណាបងប្អូនលេងមកក្បាច់នេះដាច់ចកេះតោងមកបងប្អូននេះពូម្នាក់នេះគាត់អង្គុយចុចទូរស័ព្ទតែនៅបងប្អូនអត់ចាប់អារម្មណ៍គឺស្មានតែគាត់អង្គុយលើកៅអីមែនតើណាហើយអ្នកជុំវិញនេះសិតតែឈោកចុចទូរស័ព្ទដូចគ្នាបងប្អូនហើយចាប់អ្នកនេះស្មានតែពូនឹងអង្គុយកៅអីពូនឹងងើបចេញខំណាស់គូនអង្គុយមានអីអ្នកអុកគូតញ៉ាច់ជនជាតិភាគតិចនេះគឺថាដុសថ្មិញនៅតាំងមែឈើដើមឈើនេះទេបងប្អូនមិនតែបាច់មើលថ្មិញនិយាយថាសចាំងជាងกระดาษទេបងប្អូនហើយសខ្លាំងមែនតើសជាងអ្នកដុសថ្មិញថ្នាំដុសថ្មិញអាថ្លៃល្អទៀតនេះគឺជាដើមឈើដែលគេយកមកធ្វើជាច្រាសដុសថ្មិញនេះបងប្អូននេះគេដុសតែអញ្ចឹងបាច់ចាំដាក់មានថ្នាំដុសថ្មិញមានទឹកមានអីទេបងប្អូនដុសស្ងួតចេះនិយាយថាថ្មិញសស្គូហ្មងមានបងប្អូនណាស្គាល់ដើមឈើប្រភេទនេះអត់បងប្អូននេះឥឡូវគេកាច់មែឈើនឹងមកគឺថាបាច់ចាំមានកវិតមានអីទេខំតែមាត់ថ្មិញសុទ្ធហ្មងនិយាយថាថ្មិញគេសឲ្យមាំល្អទៀតនេះក៏ជារឿងដ៏អច្ឆរិយៈមួយបងប្អូនគឺអស្ចារ្យខ្លាំងមែនតើក្នុងមាត់គាត់នឹងអត់មានអីទេតែគាត់អាចបញ្ចេញទឹកពីក្នុងខ្លួនគាត់មកឡើងបាញ់ដូចទៅយោទឹកចឹងបងប្អូនឆ្ងល់ខ្លាំងមែនតើថាគាត់អាចធ្វើយ៉ាងម៉េចបានបងប្អូនហើយសំខាន់ណាគាត់លុបមុខដោះសាប៊ូនេះមិនបាច់ចាំមានទឹកអីទេគឺគាត់អាចផ្ទុកទឹកក្នុងខ្លួនគាត់នឹងគាត់ត្រូវការគាត់បញ្ចេញមកបាញ់ដូចទៅយោទឹកយកមកលុបមុខចឹងហ្មងហើយទឹកនឹងមិនមែនចេញច្រិញចេញទេណាបងប្អូនគឺបាញ់វូចឹងហ្មងឃើញអត់បងប្អូនដូចទៅយោទឹកនិយាយទៅមិនមែនតិចទេទឹកនេះគឺថាច្រើនមែនតើគាត់អាចយកមកលុបលាងមុខបានណាបងប្អូនលើលោកនឹងមនុស្សអាចធ្វើបានដូចគាត់នឹងមានប្រមាណអ្នកបងប្អូនហើយក្នុងខ្លួនគាត់នឹងឆ្ងល់ផ្ទុកទឹកបានច្រើនហើយគាត់ចេះខ្ជាក់មកវិញបានអត់យល់ហ្មងប៉កែមែនអស្ចារ្យខ្លាំងមែនតើសឹងតែមិនគួរឲ្យជឿណាបងប្អូននេះក៏ជាទិញកថារឿងណាបងប្អូនអ្វីដែលគួរឲ្យកោតសរសើរនោះគឺសរសើរទឹកដៃអ្នកកាន់កាមេរ៉ាបងប្អូនគឺថានឹងល្អខ្លាំងមែនតើពេលមើលរឿង Hollywood មើលរឿងអីក៏ដោយបងប្អូនចេះឆ្ងល់ថាពេលកជិះក្នុងឡានគេបើកឡានហ្នឹងអ្នកថតយ៉ាងម៉េចបងប្អូនហើយក៏ពិតនេះបែកធ្លាយវីដេអូក្រៅឆាណាបងប្អូនអ្នកកាន់កាមេរ៉ាហ្នឹងគេជិះស្គីតោងឡានតាមថតចឹងទៅបងប្អូនតែពិតជាសរសើរទឹកដៃអ្នកកាន់កាមេរ៉ាហ្នឹងខ្លាំងមែនតើបងប្អូនគឺថានឹងល្អខ្លាំងមែនតើអត់មានរេសបីតែបន្តិចអ្នកសម្ដែងនឹងមកចូលងុំគឺអ្នកកាន់កាមេរ៉ាហ្នឹងហ្មងអាចារ្យខ្លាំងមែនតើបងប្អូនតែប៉ុណ្ណេះគ្រប់ទឹកហ្មងពូម្នាក់នេះគាត់លឹបទឹកទៅគាត់មានអាញោមានប្រាប់គាត់នេះគាត់ដំមកផ្ទាំងដុំថ្មនេះបងប្អូនដំមករឿងនឹកស្មានមិនដាអ្វីដែលនៅក្រោមដុំថ្មនោះគឺសិតតែមាសបងប្អូនហើយគាត់ឡើយគាត់គាស់ចេញណាបងប្អូននេះកតិចមាសណាគឺគាត់មិនដឹងថាគាត់ធ្វើមិនបានតើឃើញមិនដឹងថាមាសនៅក្រោមនឹងទេបងប្អូនអ្នកដឹងគេដឹងអញ្ចឹងអ្នកមិនដឹងនៅតែមិនដឹងនឹងបងប្អូនណាតែនឹកស្មានដល់បងប្អូនមាសនៅក្រោមដុំថ្មនៅក្រោមទឹកបាត់ទឹកចេះនេះឥឡូវគឺថាគាត់កំពុងតែរើសញាប់ដៃញាប់ជើងបងប្អូនដោយសារតែខ្លាចទឹកប៉ើងតាមទឹកបាត់ចឹងណាបងប្អូនឥឡូវគាត់លើកមកលើគោបងប្អូនហើយនឹកស្មានមិនដល់មែននេះបានមាសឡើងកណ្ដាលបងប្អូនប៉ុន្នេះមិនតិចហ៊ុនតិចជីនេះបងប្អូនច្រើនមែនតើនេះក៏ជាគ្រោះទឹកចំនួនបងប្អូនគ្រាន់តែឃើញសភាពទឹកហ្នឹងក៏គួរឲ្យខ្លាចដែរព្រោះថាទឹកហូរខ្លាំងមែនតើហូរឡើងខ្មោខ្មាញ់ហ្មងបងប្អូនហើយតែសំណាងហើយតែឡានហ្នឹងវាទឹកហ្នឹងវាលិចឡានបងប្អូនវាលក្ខណៈថាវាអត់សូវជ្រៅបានគាត់នៅទៅលើឡានអញ្ចឹងកើតហើយមានកូនតូចទៀតបងប្អូនហើយមើលឲ្យពិតជាស្រាវខ្លាំងមែនតើតែនេះបានគេយកអាចោកនេះមកជួយសង្គ្រោះណាបងប្អូនដោយគេឲ្យអង្គុយលើដៃអាចោកនោះមកគេលើកឡើងមកលើគោកវិញតែឆ្ងល់ខ្លាំងមែនតើឆ្ងល់ថាគាត់បើកយ៉ាងម៉េចមកធ្លាក់មកចូលទឹកនេះបងប្អូនមកខាងគៀនជុំវិញនេះសិតដេកទួលឡើងដូចភ្នំអត់មានផ្លូវអត់មានអីផងគាត់មកពីណាវិញមិនដឹងថាគាត់ហូរតាមទឹកមកដល់ទៅកន្លែងហ្នឹងឬក៏មិនទេបងប្អូនតែសំណាងខ្លាំងមែនតើដែលមានគ្រោះថ្នាក់អីដល់ជីវិតសំខាន់មានកូនតូចទៀតបងប្អូនហើយសំណាងមែនតើនេះបានគេជួយតណានេះលទ្ធផលក្បត់ប្រពន្ធទេវតាមិនជួយណាប្រពន្ធចូលក្នុងហាងគេផ្លែតប្តីលួចប្រើទូរស័ព្ទពីបងប្អូនគឺពេលប្រពន្ធមកបោះទូរស័ព្ទនេះចោលមានណាចាយម្នាក់នៅឃើញក៏បានរើសយកមកឲ្យគាត់អត់ដឹងសាច់រឿងបងប្អូនគាត់ស្មានថាពូនឹងច្រឡំបោះចោលអញ្ចឹងចាយនឹងគាត់ក៏ខឹងយ៉ាងណាបងប្អូនដោយសារតរុញគាត់ខ្លាំងពេកគាត់ក៏បានបើកឆាតនឹងស្ដាប់មើលសម្លេងជាមួយស្រីអញ្ចឹងណាបងប្អូនហើយគាត់ក៏បានយកទូរស័ព្ទនឹងមកចុចបើកសម្លេងឆាតស្រីនឹងឲ្យប្រពន្ធលឺអញ្ចឹងគឺគាត់មានចេតនាធ្វើឲ្យប្រពន្ធដឹងនេះបងប្អូនមើលទៅតំណងខ្លាំងមែនតើបងប្អូនមិនដឹងថាគេហៅថាកាត់អន្ទង់ឬក៏ខ្វាអន្ទង់ទេបងប្អូនតែរបៀបថាគាត់ដាក់បានដែរហ្នឹងបងប្អូនគាត់កាយជាប់នៅអត្តពុរបស់គាត់ហ្នឹងអត់មានតាឆ្ងាយកាយតែម្ដុំហ្នឹងប្រេងអ្នកមើលសាហាវខ្លាំងមែនតើអ្នកគ្នាអ្នកមើលគឺថាព្រលឹងហោះស៊ីផលិតបានអ្នកគ្នាអ្នកណាមិនផុយបើមើលសុកស្រាប់តែចេញមកដូចមែនតើ
មើលឲ្យស្រីវខ្នងចំនួនគាត់ខ្លាំងមែនតើបងប្អូនដោយសារតែគាត់សែងអីវ៉ាន់លីវ៉ាន់នេះឡើងលើភ្នំសំខាន់ផ្ទះគាត់ក៏នៅលើភ្នំតែម្ដងនេះឲ្យជីវិតអ្នករស់នៅលើភ្នំណាបងប្អូនមិនដឹងថាគាត់ពេញចិត្តរស់នៅទីនេះឬក៏គាត់អត់មានជំរឿត្រូវរស់នៅទេបងប្អូនខ្ពស់ខ្លាំងមែនតើចុះចែកដនពេលណាគាត់សុខភាពគាត់មិនអំណោយទៀនវិលមុខងឹតមុខអីទៅបងប្អូនហើយគ្រោះថ្នាក់ខ្លាំងមែនតើគ្រាន់តែគិតនឹងក៏ព្រឺព្រួយដែរបងប្អូនចូលនិយាយបងប្អូនលើលោកនេះប្រហែលជាមានតែគាត់មួយបងប្អូនគឺថាចិញ្ចឹមមាន់នៅលើអាគារដ៏ខ្ពស់ស្កឹមស្កៃបែបនេះបងប្អូនឲ្យមាន់មើលទេសភាពអញ្ចឹងណាគ្រោះថ្នាក់ខ្លាំងមែនតើបងប្អូនហើយគឺគាត់ហាត់ប្រាណគាត់ធាក់អាដុំដែកបងប្អូនគាត់លើសកម្លាំងរបស់គាត់ណាគឺគាត់ទៅរួចសំណាងហើយចេះមានប្រុសនៅចិត្តនឹងគេជួយអញ្ចឹងបងប្អូនហើយអាដុំដែកហ្នឹងមិនមែនម្នាក់ឯងទាញរួចបងប្អូនគឺប្រុសឡើង2 3នាក់មកជួយទាញហើយគាត់ស្រីនេះគាត់ចង់ហាត់ធាក់អញ្ចឹងនេះលើសកម្លាំងរបស់គាត់អញ្ចឹងមិនថាហាត់ប្រាណមិនចេះតែហាត់ទេត្រូវប្រមាណកម្លាំងខ្លួនឯងដែរឃើញមានករណីអ្នកដែលស្លាប់ដោយសារហាត់ប្រាណហ្នឹងក៏មានច្រើនដែរបងប្អូនដោយសារតែហាត់ខុសបច្ចេកទេសនិងលើសកម្លាំងការចែករំលែកទិញនេះគឺថាល្អខ្លាំងមែនតើបងប្អូននេះកាលណាដែលយើងបាត់អាជើងដាក់ធុកមូសនេះយើងមានតែកំប៉ុងតែក្រូចកំប៉ុងអីក៏បានដែរបងប្អូននេះយើងមកធ្វើដូចគេបែបនេះមកល្អមែនតើមានអារម្មណ៍ថាកាំងឲ្យហួសចិត្តជាខ្លាំងហ្មងបងប្អូនម៉ែនេះព្រលឹងហាស៊ីផលិតឲ្យដេកសុកស្រាប់តែងើបឡើងបាត់កូនណាគឺថាសវេសវារកកូនវិញបងប្អូនដាស់ប្តីឲ្យជួយរកផងរកចោះរឡើងកូនអង្គុយលើក្បាលក្រែហើយកូននោះវាធ្វើមុខឆ្ងល់ទៀតណាកៅអីនេះពិតជាចម្លែកខ្លាំងមែនតើបងប្អូនគឺកៅអីនេះមានចលនាបងប្អូនអ្នកដែលឃើញចេះខ្លាចគឺអត់ហ៊ានអង្គុយទេបងប្អូនតែបើសិនជាយើងអង្គុយទៅវានឹងឈប់ចលនាពេលអង្គុយទៅវាលែងអង្គើបងប្អូននៅស្ងៀមសឹងតែមិនគួរឲ្យជឿតែគាត់អាចធ្វើបានណាបងប្អូននេះអត្ថប្រយោជន៍អ្នកដែលមានក្បាលពោះគាត់ថាប្រឡោះហ្នឹងល្មមមកខ្លួនគាត់មកបងប្អូនក្បាលពោះគាត់មួយគាត់ថាបាំងចិត្តទឹកបងប្អូននេះទឹកលែងហូរបណ្ដោយជ្រាបតិចតិចទេបងប្អូនដល់ពេលគាត់ដកក្បាលពោះចេញវិញទឹកហូរវូហ្មងនេះមិនហៅថាកំពូល delivery មែន delivery សច្ចកម្មណាបងប្អូនគឺថារត់មកស្លាកនឹងគឺថារត់ជន់អាកាមេរ៉ាជើងគេនេះល្អិលលោកតាមមុខទៅខឹងកាមេរ៉ាគេឈូសចោលមានអាប៉ែនោះមកតាមក្រោយជន់ហ្នឹងល្អិលមួយទៀតយីទៅនោះដួលតែឯងមិនសុខចិត្តឯងមកឈូសដាក់ឲ្យពូនេះល្អិលដួលតាមក្រោយមួយទៀតណាសំណាងឯងមិនខ្ទេចទីអីវ៉ាន់របស់គេណាថ្ងៃនេះថ្ងៃសើយរបស់គាត់ណាគឺថាល្អិលដួលប្រកាច់ប្រកិនឯទាំងពីរនាក់ឥឡូវម្ចាស់គេហៅយកអីវ៉ាន់ណាជួយមើលគ្នាបងប្អូនតើសាច់នៅក្នុងបាយនេះគឺជាសាច់អ្វីបងប្អូនហើយសំខាន់នេះអាកន្លែងដៃព្រួយដូចដៃនេះដូចដៃអីដែរបងប្អូនមើលទៅមានអារម្មណ៍ថាញើតខ្លាំងមែនតើ